សួស្តីអ្នកទាំងអស់គ្នានេះជាផ្លែចាក់ស្មុកភាសាវៀតណាមគេហៅថាញ៉ាំងឡុងhoặc làផ្លែឡាក់ទីងផ្លែវាមានរសជាតិជូរជូរផ្អែមផ្អែមបងប្អូនហូបទៅឆ្ងាញ់ដែរចំណែកត្រួយនិងស្លឹកខ្ចីគេអាចយកមកស្រុះធ្វើជាអន្លក់ជ្រលក់ទឹកប្រហុកឬទឹកខអីឆ្ងាញ់ទេបងប្អូនមានអត្ថប្រយោជន៍គេងលក់ស្រួលចំណែកផ្កាវាគេអាចយកហាលឲ្យស្ងួតហើយដាំធ្វើជាតែឆ្ងាញ់ទេបងប្អូនសម្រាប់ផឹកពេលយើងពិបាកគេងអីហ្នឹងជាដើមបំពេញសុខភាពបងប្អូន